បាទបងប្អូនថ្ងៃនេះខ្ញុំនាំបងប្អូនទៅទស្សនានៃដំណើរកំសាន្តបែបលក្ខណៈក្នុងស្រុករបស់យើងបាទគឺយើងធ្វើដំណើរពីទឹកដីស្រុកស្ទូងទៅកាន់រមណីយដ្ឋានប្រាសាទនានានៅខេត្តសៀមរាបបាទអញ្ចឹងយើងធ្វើដំណើរមកដល់តេតងនឹងតាមផ្លូវថ្នល់ជាតិលេខ6ចេញពីស្ទូងមកគឺមានដូចជាកំពង់ក្ដីបាទផ្សារកំពង់ក្ដីហើយយើងឆ្ពោះទៅកាន់រមណីយដ្ឋានមួយគឺប្រាសាទបឹងមេលាបងប្អូនស្គាល់ហើយប្រាសាទបឹងមេលាគឺជាប្រាសាទមួយដែលមានអាយុកាលមុនប្រាសាទអង្គរទៀតនេះគឺតាមឆ្មាំដែលគាត់នៅយាមនៅទីនោះបាទខ្ញុំមិនសូវដឹងដែរបងប្អូនបាទអញ្ចឹងយើងចូលមកដល់ផ្លូវនេះគឺផ្លូវទៅពលានបាទយើងទៅពលានយន្តហោះហើយយើងឆ្លងកាត់នៅផ្លូវទាំងនេះបាទព្រោះអីផ្លូវពលាននេះគឺសាងសង់ឬក៏ស្ថាបនាឡើងគឺកាត់ផ្លូវទៅពីដំដៃទៅបឹងមេលាបាទហើយនេះគឺជាផ្លូវដ៏វែងឆ្ងាយបាទខ្ញុំព្យាយាមត្រុសឲ្យបងប្អូនមើលពីទស្សនីយភាពតាមដងភ្នំជើងភ្នំនៃភ្នំកលែងតាមពិតទៅដំណើរកំសាន្តនេះបងប្អូនយើងមិនត្រឹមតែឆ្លងកាត់ភ្នំកលែងទេគឺយើងទៅដល់ប្រាសាទជាច្រើនទៀតបាទបន្តិចទៅខ្ញុំនឹងរៀបរាប់ប្រាប់ឥឡូវយើងដល់បឹងមេលាហើយបាទយើងចូលចំណតហើយយើងចាប់ផ្ដើមទៅចូលទស្សនាហើយចំពោះប្រាសាទបឹងមេលាចំពោះភ្ញៀវជាតិជាជនជាតិខ្មែរបែបនេះគឺមិនត្រូវការសម្បត្តិអ្វីនោះទេបងប្អូនបាទក៏ដូចជាប្រាសាទទូទៅផ្សេងទៀតផងដែរហើយប្រាសាទនេះគឺមានច្រកចូលច្រើនដែរបងប្អូនគឺច្រកចូលមាន3ទៅ4ច្រកចូលបាទហើយនេះខ្ញុំចូលច្រកទី2បាទដែលផ្លូវទៅផ្សារស្វាយលើឬក៏ស្រុកស្វាយលើជាដើមបាទហើយខ្ញុំនឹងនាំបងប្អូនមើលខ្លះអំពីប្រាសាទបឹងមេលានេះមុននឹងយើងឆ្ពោះទៅភ្នំកលែនបាទដល់ចាំវីដេអូក្រោយខ្ញុំនឹងនិយាយឬក៏បង្ហាញនៅទស្សនីយភាពដ៏សម្បូរបែបតាមដែលខ្ញុំថតបាននៅក្នុងប្រាសាទបឹងមេលាបងប្អូនទស្សនានៅប្រាង្គប្រាសាទនេះបើសិនតែយើងចង់ឲ្យមានភាពរីករាយនឹងការយល់ដឹងបងប្អូនជួលការណែនាំទៅគឺនឹងល្អហើយដូចខ្ញុំនេះគឺយើងអត់បានដឹងអីទេបងប្អូនដោយសារយើងមិនបានជួលពួកគាត់ឲ្យអធិប្បាយរាយរាប់ប្រាប់រឿងរ៉ាវនៃប្រាសាទការដែលយើងដើរបែបនេះយើងគ្រាន់បានតែឃើញនៅរូបចម្លាក់ផ្ទាំងថ្មតែយើងអត់ដឹងពីទំហំទឹកចិត្តនៃការកសាងនៅសតវត្សទីប្រមាណ100ឆ្នាំហើយជាដើមបើសិនតែការតលេងលើក្រៅខ្ញុំនឹងព្យាយាមពិភាក្សាជាមួយក្រុមការងារគឺជួល guide ដើម្បីប្រាប់នៅរឿងរ៉ាវព្រោះយើងមិនងាយបានដើរលេងទេបងប្អូនបានដើរទស្សនាទេបាទទោះបីតែយើងក្រក៏ដោយមានក៏ដោយក៏មិនមែនចេះតែបានដើរដែរបាទឥឡូវយើងត្រុសយើងចេញពីបឹងមេលាហើយយើងដល់ស្វាយលើហើយយើងបត់មកឆ្វេងបាទបើបត់ទៅស្ដាំយើងអាចទៅស្រុកកលែនខេត្តព្រះវិហារអញ្ចឹងទៅអញ្ចឹងយើងបត់មកឆ្វេងយើងនឹងឃើញភ្នំកលែនហើយឃើញទម្រង់ផ្លូវបាទទម្រង់ផ្លូវឡើងហើយនេះជាលើកទី1ហើយបងប្អូនដែលខ្ញុំមកកាន់ភ្នំកលែនហើយទៅលេងតែម្ដងធ្លាប់តែជិះឆ្វែលហើយតាមពិតទៅយើងមិននឹកស្មានថាភ្នំកលែនគឺមានការលាតសន្ធឹងថនវង្សលួយទេដោយសារតែយើងមិនបានយល់ដឹងពីបុរេប្រវត្តិឬក៏រៀនប្រវត្តិសាស្ត្រឬក៏ការយល់ដឹងណាមួយអញ្ចឹងទឹកដីនៅភ្នំកលែននោះគឺធំដែលស្ថិតនៅក្នុងជំនុះស្រុកស្វាយលើខេត្តសៀមរាប
chẳng miền sà la riêng mình ti pet bạn thom sắc xa chia lai nụ chia lai ấy chỉ đam cứ miền tại mà đón hai trong cái tham bị chịp núng bàn tay tam pất cứ chịp phun than cao rồi nơi bỏ bị chịp chuồn nó cứ du lòng mặc hơi và ní cứ chỉ cà du bỏ nhóm đại kết thả còn tại chịp nung tại thiệt bất mình để bong bồn trong pe đại bong bồn tới cứ bong bồn lang vì khang lịch khang cát nung cứ xoay lỡ cứ miền lời chạm bít tòng và đo sầm bộ bài bạnហើយយ៉ាងណាក៏នៅតែអរគុណច្រើនចំពោះអ្នកកាមេរ៉ាមែនដែលបានថតចាប់គ្រប់ស្ទើរតែគ្រប់រូបភាពតែម្ដងហើយការ live នេះគឺគិតថាសុំល្មមព្រោះអីខ្ញុំមិនជាអ្នកជំនាញជិះម៉ូតូឡើងចំណោតទេប៉ុន្តែវានៅតែល្អជាងផ្លូវពីអូសោមទៅកោះកុងបាទវាអាចមានលំបាកជាងនឹងទៅទៀតបាទប៉ុន្តែវាសុវត្ថិភាពដូចគ្នាទេបងប្អូននេះគឺឃើញបងប្អូនមានសាលារៀនបឋមសិក្សាអីផ្សេងដែលប្រជាជនរស់នៅលើដងភ្នំនឹងតែម្ដងបាទអញ្ចឹងបងប្អូនដែលមិនទាន់បានស្គាល់ឬក៏មិនទាន់បានដឹងអីបងប្អូនមកទស្សនាចុះមកលេងចុះព្រោះអីអាការមកលេងនេះវាមិនត្រឹមតែធ្វើឲ្យបងប្អូនស្គាល់ទេតែបងប្អូនកំពុងតែចាក់បញ្ចូលលុយចូលសេដ្ឋកិច្ចនៃតំបន់ការរស់នៅរបស់ប្រជាជនយើងផងដែរបាទដូចជាការហូបចុកធ្វើដំណើរអីផ្សេងបងប្អូនចាយវាតាមធនធាននិងសមត្ថភាពរបស់បងប្អូនបាទឥឡូវយើងមិនស្គាល់ផ្លូវមានផ្លូវបំបីសួរគេទៀតគេប្រាប់ទៅទៀតហើយនៅក្នុងខែ5ឆ្នាំ2026នេះមានផ្លែសេមុនច្រើនតាមដងផ្លូវបាទយើងអាចទិញទទួលទានអីចឹងទៅទិញពីដើមក៏បានដែរបាទមានរូបអីចឹងទៅហើយយើងចិត្តទៅដល់ហើយខ្ញុំនឹងត្រុសនៅកន្លែងមួយហើយខ្ញុំនឹងធ្វើវីដេអូលម្អិតពីទីតាំងមួយឥឡូវយើងដល់ផ្លូវទៅកាន់ទឹកធ្លាក់ហើយបងប្អូនកន្លែងលេងនេះគឺខ្ញុំមិនអាចដើរលេងបានសពទេទី1ដំបងអត់ស្គាល់ទេបាទហើយចឹងទៅក៏ស្គាល់តែទឹកធ្លាក់ធម្មតាមានកន្លែងមួយទៀតគឺកន្លែងរូបចម្លាក់អីផ្សេងបាទដែលធ្វើឲ្យយើងមើលទៅស្អាតជាងនឹងតែប៉ុន្តែកន្លែងនេះមនុស្សច្រើនណាស់លេងច្រើនហើយយើងបានទៅដល់ព្រះអង្គធំបាទចាំវីដេអូក្រោយខ្ញុំនឹងបង្ហាញបងប្អូនទៅទៀតអំពីវត្តដែលគេហៅវត្តព្រះអង្គធំហ្នឹងគឺខ្ពស់ណាស់តែធ្វើអំពីថ្មហ្នឹងឆ្លាក់គឺខ្ពស់មែនតើយើងឡើងទៅហើយតាមការណែនាំសាកសួរនិងការប្រាប់របស់អាជ្ញាធរឬក៏គណៈកម្មការអីគឺការសាងសង់គឺច្រើនរយឆ្នាំមកហើយបាទហើយនេះទឹកជ្រោះនៅហ្នឹងគឺទឹកធ្លាក់ហ្នឹងគឺមិនសូវជាមានទឹកច្រើនទេដូចជារាងស្រកអត់សូវមានទឹកបាទប៉ុន្តែយើងអាចលេងបានហើយមនុស្សលេងច្រើនមែនទែនបងប្អូនអញ្ចឹងបងប្អូនស្វែងយល់ពីទស្សនីយភាពទីកន្លែងនីមួយខ្ញុំជឿជាក់ថានេះគឺមិនទាន់ស្អាតទេអាចថាខែនីមួយមិនដូចគ្នាអញ្ចឹងបងប្អូនអាចមកលេងមកដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺយើងអាចមកមើលដើម្បីយល់ដឹងពីស្រុកទេសរបស់យើងពីទីកន្លែងពីរមណីយដ្ឋានក៏ដូចជាយើងចាយវាចាក់បញ្ចូលសេដ្ឋកិច្ចផងដែរបាទឥឡូវយើងឆ្លងផុតពីភ្នំកលែនយើងសម្រាប់នៅសៀមរាបហើយយើងមកឆ្លៀតចូលមើលអង្គរវត្តបន្តិចដោយសារតែអង្គរយើងធ្លាប់ចូលលេងច្រើនដងហើយយើងក៏មិនសូវបានចូលទៅជ្រៅទេហើយឥឡូវយើងគ្រាន់តែថតនៅមុខប្រាសាទបន្តិចហើយយើងនឹងឆ្ពោះទៅកាន់ប្រាសាទជាច្រើនទៀតដូចជាប្រាសាទប្រទេសក្តីប្រាសាទទៅស្រះស្រង់អីជាដើមបាទហើយទៅដល់ប្រាសាទប្រៃរូបនិងប្រាសាទនិព្វានបាទឥឡូវយើងមកដល់ប្រាសាទដែលទល់មុខនឹងស្រះស្រង់បាទហើយដូចជាប្រទេសក្តីបាទអានេះខ្ញុំដូចជាផ្លេចដែរបងប្អូន
chia sẻ bà bạn ta cần thà bà sát nó cứ miền sầm bồ bài cho ra mình tên bạn hayนี่คือคืนได้คลังทวีตีมุ้ยให้โจตัวมุกติดหนึ่งคลังทวีตีปีบาทให้คลังหนึ่งลำอัดในวิดีโอคล้ายองปีปรางประสาทอย่างนี้บาทมีนนี่คือจีคลังทวีตีปีแต่ยังโจตัวคือในเชิงติดให้ตัวใบตามีนกาบะใบเชิงก็ได้ปันตายอย่างนาก็ได้โดยชมใจขังดาวบสนุกบองโอนตัวตัวสนายังนอมเรื่องกระจูลกายก่อนนังปรับเรื่องราวไว้เถอะยังดังปีกาการลางกาสร้างซองให้ประองนาได้สร้างซองให้โกลบอมนองในภาษาต่างนี้คือสร้างซองนำไปเอาไว้อุดตึจูนจมปุศาสนาเอาไว้จังเตอให้ยังตลอดปีประสาทได้มียังมาสระสรองบองทลอบลือจำเรียงรวมวงองโกบางมาเลยสระสรองบางจังสระสรองนี้มีกระดาวนั่นคือมีcái hơi đôi bờ xa đây nơi cần đào sạch nắng và chẳng ở từ nâng chua rồiประมาณឆ្នាំចុងក្រោយនេះដែលមានទម្រង់ស្អាតត្រឡប់មកវិញផងដែរបងប្អូនហើយបងប្អូនមើលឃើញថាថ្មគ្រប់សន្តានថាបាយក្រៀមឬក៏ថ្មអ្វីទេខ្ញុំក៏មិនស្គាល់ដែរប៉ុន្តែបញ្ជាក់ពីដូនតារបស់យើងដែលបានសាងសង់នៃប្រាង្គប្រាសាទនេះឡើងគឺមិនមែនធម្មតាទេបងប្អូនចឹងហើយបានថាពេលបងប្អូនទៅលេងគឺយើងជួលកាយទៅគឺយើងនឹងដឹងរឿងរ៉ាវយើងនឹងដឹងទំហំទឹកចិត្តនៃការកសាងរបស់ដូនតាយើងនេះគឺប្រាសាទប្រៃរូបបងប្អូនខ្ញុំបានឡើងចិត្តដល់កំពូលដោយសារតែក្តៅពេកហើយគ្រប់គ្នាអ្នកដើរលេងហ្នឹងគាត់ហត់នឿយពេកអញ្ចឹងខ្ញុំទៅឡើងតែម្នាក់ឯងគឺខ្ពស់មែនទែនហើយខ្ញុំមិនសូវជាអ្នកគេហៅថាឡើងខ្ពស់ទេគឺខ្លាចបាទហើយនេះខ្លាំងទ្វារដែលខ្ញុំចុះមកវិញគឺលំដាប់ដោយប្រាសាទប្រៃរូបនេះគឺនៅស្រស់ល្អច្រើនបងប្អូននៅទម្រង់ល្អច្រើនដែលខុសពីប្រាសាទប្រទេសក្តីបាញ់មាញ់បឹងមេលាអីគឺប្រាសាទប្រៃរូបនេះក៏នៅច្រើនមែនតើឥឡូវយើងមើលទ្រុសបានហើយវីដេអូក្រោយខ្ញុំនឹងលម្អិតជូនបងប្អូនបន្ថែមទៀតបាទឥឡូវយើងមកដល់ប្រាសាទនិពន្ធហើយប្រាសាទនិពន្ធគឺមានការឆ្លងនៃបឹងបាទដែលការធ្វើផ្លូវនេះហើយមានសត្វស្លាបមួយចំនួនដូចជាក្អែកទឹកហើយនឹងសត្វទូចតែហែលបានមុជបានក្នុងការស្វែងរកចំណីចាប់ត្រីផងដែរហើយខ្ញុំនឹងបង្ហាញទ្រុសដូចគ្នាប្រាសាទទាំងនេះខ្ញុំនឹងធ្វើវីដេអូក្រោយប្រាប់លម្អិតបន្ថែមទៀតនៅទស្សនីយភាពមិនប្រាប់ទេគឺបង្ហាញឲ្យបងប្អូនបានឃើញដែលបងប្អូនមិនធ្លាប់បានឃើញគឺមើលទៅហើយចង់ទៅលេងគឺគួរទៅលេងទៅព្រោះអីប្រាង្គប្រាសាទគឺនីមួយត្រូវការកម្លាំងបាទមិនមែនបងប្អូនគ្រាន់តែឃើញបានទេគឺត្រូវការដើរសពស្មើទៅបានបងប្អូនឃើញពីទស្សនីយភាពបាទនេះគឺប្រាសាទការចង្អុលទិសបាទអញ្ចឹងការដើរលេងប្រាសាទគឺមិនថាពេលក្តៅឬពេលត្រជាក់គឺអាចបានផងដែរអរគុណច្រើនបងប្អូនអរគុណដែលបានទស្សនានៅវីដេអូនេះហើយជួបខ្ញុំនៅវីដេអូក្រោយទៀតអំពីប្រាសាទបឹងមាលាភ្នំកូលែននិងប្រាសាទប្រែរូបឬអង្គរវត្តជាដើម